ប្រវត្តិសាស្ត្រនៃពួកជំនុំកម្ពុជានៅពេលដែលយើងសិក្សាអំពីប្រវត្តិសាស្ត្រនៃពួកជំនុំកម្ពុជាយើងមិនអាចមើលរំលងនៅអង្គការគ្រីស្ទានដ៏សំខាន់មួយបានទេនោះគឺជាអង្គការគ្រីស្ទាននិងសម្ព័ន្ធបេសកជនដំណឹងល្អដែលត្រូវបានគេស្គាល់ថា CNMA មកពីពាក្យពេញហៅថា Christian and Missionary Alliance តើ CNMA ជាអ្វីនៅក្នុងចំណោមនិកាយប្រូតេស្តង់ធំៗទាំង4តើ CNMA មានប្រភពដើមចេញមកពីនិកាយមួយណាចង់ដឹងច្បាស់សូមកុំទាន់ចាកចេញពីវីដេអូនេះខ្ញុំនឹងបង្ហាញឲ្យលោកអ្នកបានស្គាល់នៅប្រវត្តិសាស្ត្រពិតដែលទាក់ទងទៅនឹងរឿងនេះ CNMA គឺជាអង្គការគ្រីស្ទានដ៏ល្បីល្បាញមួយនៅក្នុងប្រវត្តិសាស្ត្រនៃពួកជំនុំពិភពលោកដែលក្រោយមកបានប្រែក្លាយទៅជានិកាយគ្រីស្ទានមួយជាផ្លូវការនៅឆ្នាំ1974អ្នកខ្លះហៅនិកាយនេះថានិកាយអាលីយ៉ង់អ្នកខ្លះហៅថានិកាយដំណឹងល្អតើនិកាយនេះមានប្រវត្តិកើតឡើងដោយបែបណាហើយនៅពេលណាមានប្រភពចេញមកពីនិកាយមួយណានៅពាក់កណ្ដាលសតវត្សទី19គឺនៅក្នុងកំឡុងឆ្នាំប្រមាណជា1800ផ្លាយមានអ្នកបម្រើព្រះម្នាក់ឈ្មោះលោក Albert Benjamin Simpson លោកគឺជាកូនអ្នកគ្រប់គ្រងពួកជំនុំមួយនៅក្នុងនិកាយ Presbyterian នៅប្រទេសកាណាដាលោក Simpson បានចម្រើនជំនឿរបស់លោកតាមរយៈឪពុករបស់លោកក្នុងនិកាយ Presbyterian រហូតដល់លោកបានក្លាយជាបណ្ឌិតម្នាក់នៅក្នុងនិកាយនោះនៅឆ្នាំ1865បណ្ឌិត Simpson ត្រូវបានទទួលការតែងតាំងឲ្យធ្វើជាគ្រូអធិប្បាយប្រចាំនិកាយ Presbyterian នៅប្រទេសកាណាដាប៉ុន្មានឆ្នាំក្រោយមកលោកក៏ត្រូវបានបញ្ជូនឲ្យទៅធ្វើជាគ្រូអធិប្បាយប្រចាំនៅទីក្រុង New York វិញនៅទីនោះលោកមានការខកចិត្តមួយយ៉ាងខ្លាំងដោយព្រោះអ្នកគ្រប់គ្រងពួកជំនុំនៅទីនោះពុំមាននិមិត្តនៅក្នុងការចេញទៅប្រកាសដំណឹងល្អដល់មនុស្សបាត់បង់នៅខាងក្រៅនៅឆ្នាំ1880បណ្ឌិត Simpson ក៏បានសម្រេចចិត្តលាចេញពីនិកាយ Presbyterian លាចេញពីតំណែងជាគ្រូអធិប្បាយប្រចាំនិកាយ Presbyterian ដើម្បីនឹងចេញប្រកាសដំណឹងល្អដល់មនុស្សបាត់បង់ដោយឯករាជ្យវិញមួយឆ្នាំក្រោយមកនៅឆ្នាំ1881បណ្ឌិត Simpson លោកបានបង្កើតទីស្នាក់ការសំខាន់មួយដែលលោកឲ្យឈ្មោះថារោងឧបោសថដំណឹងល្អ Gospel Tabernacle លោកប្រើប្រាស់ទីនោះជាកន្លែងសម្រាប់នឹងបណ្ដុះបណ្ដាលពួកជំនុំដែលជឿថ្មីហើយដែលមានក្តីស្រឡាញ់ខ្លាំងចំពោះព្រះលោកបណ្ដុះបណ្ដាលពួកគេឲ្យត្រឡប់ទៅជាបេសកជនផ្សាយដំណឹងល្អក្រោយមកនៅឆ្នាំ1887បណ្ឌិត Simpson បានបង្កើតសម្ព័ន្ធគ្រីស្ទាន2នៅទីនោះទី1គឺលោកបង្កើតសម្ព័ន្ធគ្រីស្ទានដែលហៅថា Christian Alliance បើយើងហៅតាមភាសាបារាំង Christian Alliance ដើម្បីនឹងពង្រឹងជំនឿពួកអ្នកដែលទទួលជឿព្រះឲ្យមានជំនឿរឹងមាំទី2គឺសម្ព័ន្ធបេសកជនផ្សាយដំណឹងល្អ Evangelical Missionary Alliance សម្ព័ន្ធនេះលោកបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលអ្នកដែលស្រឡាញ់ព្រះដើម្បីឲ្យធ្វើជាបេសកជនបញ្ជូនចេញទៅខាងក្រៅប្រកាសដំណឹងល្អហើយបង្កើតពួកជំនុំតាមកន្លែងផ្សេងនៅឆ្នាំ1897លោកបានបញ្ចូលសម្ព័ន្ធទាំងពីរនេះ
មកជាអង្គការគ្រីស្ទានមួយដែលលោកឲ្យឈ្មោះថា Christian និងសម្ព័ន្ធបេសកជន Christian and Missionary Alliance CNMA នេះឯងអង្គការនេះមានគោលដៅបង្កើតបេសកជនអន្តរជាតិដើម្បីនឹងបញ្ជូនចេញទៅបង្កើតពួកជំនុំតាមបណ្ដាប្រទេសនានានៅក្នុងពិភពលោកដោយមានការឧបត្ថម្ភពីព្រះវិហារផ្សេងៗនៅក្នុងសម្ព័ន្ធពួកជំនុំនៅប្រទេសកម្ពុជាយើងក្នុងនិកាយប្រូតេស្តង់ក៏ជាផលផ្លែនៃអង្គការ CNMA នេះឯង77ឆ្នាំក្រោយមកគឺនៅឆ្នាំ1974អង្គការ CNMA នេះក៏បានប្រែក្លាយទៅជានិកាយគ្រីស្ទានមួយជាផ្លូវការរហូតដល់សប្តាហ៍ថ្ងៃនេះតែទោះជាយ៉ាងនេះក៏ដោយក៏និកាយ CNMA នេះនៅតែទទួលឥទ្ធិពលពីនិកាយ Presbyterian ដដែលមានន័យថាគោលលទ្ធិនៅក្នុងនិកាយនេះគឺជាគោលលទ្ធិមួយដែលនិយមសេចក្តីបង្រៀន5ចំណុចរបស់លោក John Calvin ដូច្នេះនិកាយ CMA គឺជាពូជដែលដុះចេញពីនិកាយ Presbyterian លោក John Calvin ពុំមែនជាពូជដែលដុះចេញពីមាតាំង Luther នោះឡើយតែយ៉ាងនេះក៏ដោយ CMA ក៏មានសេចក្តីបង្រៀនស្នូលប្រចាំនិកាយរបស់ខ្លួនផងដែរដោយយកព្រះគម្ពីរដំណឹងល្អទាំង4ម៉ាថាយ ម៉ាកុស លូកា និងយូហានទុកជាគ្រឹះដ៏សំខាន់ក្នុងសេចក្តីបង្រៀនស្នូលនោះសេចក្តីបង្រៀនស្នូលនោះត្រូវបានបង្ហាញជាអាចនៅក្នុងនិមិត្តសញ្ញានៃនិកាយ CMA នោះឯងវីដេអូក្រោយខ្ញុំនឹងបង្ហាញលោកអ្នកពីសេចក្តីបង្រៀនស្នូលរបស់និកាយ CMA សូមអរគុណដែលបានតាមដានវីដេអូរបស់ខ្ញុំសូមព្រះប្រទានពរជួបគ្នានៅវីដេអូបន្ទាប់